បើថ្នាក់អ្នកគ្រូលក្ខណៈហ្នឹងគឺញ៉ាំតរេន10ឆ្នាំខ្ញុំមើល2ឆ្នាំហើយឲ្យតែកូនសិស្សតរេនហ្នឹងគឺញ៉ាំតរេនរហូតបើអាចនៅក្បែរអ្នកគ្រូលក្ខណៈហ្នឹងក៏បានតរេនញ៉ាំដែរសូម្បីតែគ្រូនៅហ្នឹងក៏អាចញ៉ាំបាច់ចាំទៅទិញណាមើលទង្វើរបស់អ៊ំប្រុសខ្ញុំតាំងពីចាប់ផ្ដើមតរេនមកដល់ពេលនេះខ្ញុំចង់ប្រាប់អ៊ំថាខ្ញុំអត់ទៅបានញ៉ាំតរេនទេហើយអ៊ំដល់ថ្នាក់ដាក់ឲ្យសัตว์ស្នក់ទៀតខ្ញុំឈឺចាប់ណាស់អ៊ំនៅពេលដែលខ្ញុំឃើញវីដេអូនេះខ្ញុំអត់មានលុយទិញតរេនទេចាប់តាំងពីគេផ្អើលតរេនអីដឹងមកដល់ពេលនេះតាតរេនមកខ្លែបអត់បានហូបផងកាលពីតរេននៅភ្នំពេញហ្នឹងគ្រូរៀនចប់គ្រូទិញតរេនមកគ្រូទិញតរេនឲ្យហូបដាក់ជុំគ្នាហូបទៅកូនសិស្ស4 10 20នាក់ហ្នឹងគ្រូទិញតរេនឲ្យហូបគ្រាន់តែចិត្តបានហូបតរេនហ្នឹងហើយយើងវាដឹងខ្លួនយើងទៅមុនគេទៅកន្លែងហូបអីហ្នឹងមុនគេទៅដល់ទាញកូកាកោះផាច់ផឹកមុនគេអស់ឡើង2 កែវ 3 កែវហើយដល់ពេលទៅបានលោកគ្រូគាត់ដាក់តរេនមកថាលោកគ្រូខ្ញុំហូបកូកាហើយអញ្ចឹងសម្រាប់អីមិនហូបអីចឹងហើយដល់ពេលយើងមានបានហូបតរេនណាបើយើងហូបកូកាយើងមិនដឹងថាហូបកូកានឹងតរេនទៅវាមិនយើងអត់ហ៊ានបន្ថយដែរខ្ញុំអត់ហ៊ានបន្ថយដែរអញ្ចឹងអត់ហូបដល់ពេលអត់ហូបមានណាកាន់យកទៅឲ្យបងប្អូននៅក្នុងបន្ទប់ហើយតរេននឹងសល់3 ខ្លែបហើយ3 ខ្លែបធំទៀតណា3 ខ្លែបចង់ប៉ុណ្ណេះធំយ៉ាងនេះទៀតណាប៉ុណ្ណក៏ដៃណាប៉ុណ្ណេះមួយខ្លែបសល់3 ខ្លែបទៅដល់បន្ទប់ទៅដេកទៅប្អូនសល់ប្អូនមាន3 នាក់3 ខ្លែបនឹងល្មមហើយឯងទៅអង្គុយមើលគេនឹងទៅអង្គុយមើលគេហូបតរេនហ្នឹងហើយក្នុងចិត្តហ្នឹងអញដាក់មកទេរិស័យអត់បានតរេនហូបហ្នឹងគឺយ៉ាប់ហ្មងហ្នឹងហើយវាឃ្លានតរេនដែរប៉ុន្តែយើងខ្វះយើងខ្សត់ខ្សោយថវិកាអត់មានលទ្ធភាពគ្រប់គ្រាន់ដើម្បីនឹងទិញតរេនញ៉ាំទេហើយមិនដឹងថាឥឡូវនេះតរេនគេចុះថោកហើយនៅតែអត់មានលុយទិញតរេនទៀតអត់មានលុយទិញតរេនញ៉ាំទៀតតរេនគេសល់ 15,000 ឥឡូវគេលក់ងាមុនពេញផ្សារបងទេហៅប្អូនណាមកដាក់ទុនគ្នា2 នាក់ស៊ីតរេនទិញតរេនណាប្អូនហ្នឹងគឺអត់ទៅគេដឹងគេបានហូបតរេនពេញមាត់របស់គេតែនៅតែឯងបើឆ្នាំទៅឆ្នាំទៅប្រពន្ធខ្ញុំមកតរេនហូបពេញដៃពេញមាត់ពេលឆ្នាំនេះប្រពន្ធអត់នៅអត់មានណាគេព្រួលហូបតរេនបាទប្រពន្ធអត់នៅផងកាលមុនប្រពន្ធខ្ញុំមកហ្នឹងពងពេញតរេនហើយតរេនមួយខ្លែបហូបតែតរេនមួយផ្លែហូប2 នាក់ក៏មានដែរណាប៉ុន្តែខ្ញុំហូបច្រើនទេតែមួយខ្លែប2 ខ្លែបហ្នឹងគឺវាឆ្អែតអស់ហើយប៉ុន្តែឆ្នាំនេះគឺអត់មានបែរជាមិនដឹងថាបានញ៉ាំតរេននឹងអត់ទេប៉ុន្តែសង្ឃឹមថាចាំមើលដើរសុំលុយមីងអីខ្លះឲ្យបានលុយទិញតរេនញ៉ាំគេកុំឲ្យថារដូវតរេនមួយឆ្នាំមានម្ដងហើយអត់បានញ៉ាំតរេនទៀតបើថ្នាក់អ្នកគ្រូលក្ខណៈហ្នឹងគឺញ៉ាំតរេន10 ឆ្នាំខ្ញុំមើល2 ឆ្នាំហើយឲ្យតែកូនសិស្សតរេននៅហ្នឹងគឺញ៉ាំតរេនរហូតបើអាចនៅក្បែរអ្នកគ្រូលក្ខណៈហ្នឹងក៏បានតរេនញ៉ាំដែរសូម្បីតែគ្រូនៅហ្នឹងក៏អាចញ៉ាំមិនបាច់ចាំទៅទិញឯណាទេមួយឆ្នាំញ៉ាំតែម្ដងអីសោះមួយផ្លែ2 ផ្លែហ្នឹងបានហើយអ្នកគ្រូលក្ខណៈមើលក្មេងញ៉ាំតរេនរបស់អ្នកគ្រូលក្ខណៈព្រាតមិនដឹងថាតរេនហ្នឹងគេជួយគេជំនួយមកគាត់ហើយគាត់ក៏យកទៅឲ្យក្មេងៗអញ្ចឹងសំណាងក្មេងៗហ្នឹងហើយជំនាន់ខ្ញុំមានតែថ្នាំព្រូនគ្រូឲ្យថ្នាំព្រូនហើយចាក់ថ្នាំឲ្យក្មេងៗឥឡូវនេះគឺគេញ៉ាំសិតតរេនលោកហើយអញ្ចឹងណាវាវិវត្តបន្តិចម្ដងទៅគឺមិនដូចយើងពីមុនទេក្មេងៗឥឡូវនេះគេញ៉ាំសិតតរេនហើយគ្រឿងប៉ៅកម្លាំងអីហ្នឹងក៏គេហាមឃាត់ទេដូចចំណងខ្ញុំអត់មានទេចំណងខ្ញុំអត់មានភេទជ្ជៈអត់មានអីទេមានដាក់ទឹកពីផ្ទះទៅហើយអ្វីដែលគេលក់ហ្នឹងមានតែការ៉េមហើយការ៉េមហ្នឹងគឺផលិតដោយខ្លួនឯងទៀតហើយនំហ្នឹងគឺមានតែនំខ្មែរទៀតមានតែនំក្រូចមានតែនំពងឯងមិនមែនដូចយើងឥឡូវមាននំកញ្ចប់អីទេកាលជំនាន់ខ្ញុំហើយឥឡូវនេះវាយូរខែយូរឆ្នាំហើយក៏តាមតាណាតាមហ្នឹងទៅហើយក្មេងៗឥឡូវនេះសាលាខ្លះក៏លក់របស់ល្អទៅអ្នកខ្លះក៏លក់ម្ហូបដែលគិតពីសុខភាពរបស់ក្មេងទៅអ្នកខ្លះទៀតក៏លក់តាមអ្វីដែលខ្លួនឯងមានតាមទីផ្សារទៅទីផ្សារសេរីណាគេលក់បានលក់ដូចទឹកក្រូចហ្នឹងក្មេងៗហូបល្អៃយើងមិនដឹងបើសិនជាគាត់ចេះដឹងរឿងឬក៏ចាប់អារម្មណ៍រឿងក្មេងៗញ៉ាំទឹកក្រូចអស់ហ្នឹងគាត់មិនលក់ទេរបស់អស់ហ្នឹងអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេអ្នកទាំងអស់គ្នាកុំភ្លេចជួយ like share និង subscribe ណាមួយផងអរគុណច្រើនចាំជួបខ្ញុំវីដេអូក្រោយទៀតបាយបាយ